ការបិទបញ្ជីគណនេយ្យនេះមិនមែនបិទឲ្យតែស្មើទេត្រូវមានគុណភាពបាទអញ្ចឹងគុណភាពហ្នឹងវាឆ្លោះបង្ហាញអំពីនៅតម្លាភាពនិងសុក្រិតភាពថ្ងៃនេះខ្ញុំមានវិធានបទមួយទៀតហើយព្រោះយើងជិតដល់ចុងឆ្នាំបងប្អូនម្ចាស់អាជីវកម្មទាំងអស់ហ្នឹងគឺថានឹងទៅសួរតើបិទបញ្ជីហើយនៅបញ្ជីគណនេយ្យបិទហើយនៅហ្នឹងហើយអញ្ចឹងហេតុអីបានបងប្អូនម្ចាស់អាជីវកម្មទាំងអស់ហ្នឹងមានការព្រួយបារម្ភបិទបញ្ជីមិនទាន់ហើយទេដូចទៅបិទមិនជិតបិទអីចឹងបាទអញ្ចឹងខ្ញុំចែករំលែកបន្តិចថាការបិទបញ្ជីគណនេយ្យនេះមិនមែនបិទឲ្យតែស្មើទេត្រូវមានគុណភាពបាទអញ្ចឹងគុណភាពហ្នឹងវាឆ្លោះបង្ហាញអំពីនៅតម្លាភាពនិងសុក្រិតភាពនៅពេលដែលយើងរកទៅរៀបចំបញ្ជីការគណនេយ្យដាក់ឲ្យរៀបចំបងពុនប្រចាំឆ្នាំអីហ្នឹងក៏វាមានតម្លាភាពដែរហើយយើងក៏វាងាយស្រួលក្នុងការបរិយាយពន្យល់ទៅអ្នកដែលពាក់ព័ន្ធឧទាហរណ៍ដូចជាខាងមន្ត្រីពន្ធដារគាត់ចុះមកត្រួតពិនិត្យអញ្ចឹងយើងងាយស្រួលក្នុងការបកស្រាយបាទហើយបើសិនជាក្រុមហ៊ុនលោកស្រីមានអ្នកចុះមកត្រួតពិនិត្យដូចជាសាវនកម្មខាងក្រៅឬមួយក៏យើងមាន group auditor មកពីខាងក្រៅប្រទេសឬមួយក៏មកពីក្រុមហ៊ុនមេហ្នឹងគេចុះមកឆែកយើងហ្នឹងក៏យើងងាយស្រួលក្នុងការបកស្រាយពន្យល់ដែរព្រោះយើងមានតល័យកនិងមូលដ្ឋានក្នុងការពន្យល់គេត្រឡប់ទៅវិញអញ្ចឹងការបិទបញ្ជីវាឆ្លើយតបទៅនឹងគ្រប់រឿងទាំងអស់ហ្នឹងដើម្បីឲ្យវាមានតម្លាភាពអញ្ចឹងបើសិនជាយើងធ្វើទៅមានតម្លាភាពធ្វើទៅត្រឹមត្រូវអាហ្នឹងហើយដែលជាគុណសម្បត្តិក្នុងការបិទបញ្ជីឲ្យបានត្រឹមត្រូវអញ្ចឹងអ្នកណាដែលជួយយើងបានក្នុងការបិទបញ្ជីបានត្រឹមត្រូវទី1គឺគណនេយ្យករហ្នឹងគាត់ត្រូវមានចំណេះជំនាញខាងគណនេយ្យបានច្បាស់លាស់បាទទី2យើងត្រូវប្រើប្រាស់ប្រព័ន្ធគណនេយ្យឲ្យបានត្រឹមត្រូវអញ្ចឹងប្រព័ន្ធគណនេយ្យហ្នឹងតិច error តិចអីហ្នឹងគឺក៏ពិបាកដែរអញ្ចឹងទី4យើងបាន generate នៅព័ត៌មានទាំងអស់ហ្នឹងហើយយកមកត្រួតពិនិត្យឡើងវិញអញ្ចឹងបើម្នាក់ធ្វើយើងត្រូវមានអ្នកពីលើអ្នកខ្ពស់ជាងអ្នកដែលមានចំណេះខ្ពស់ជាង review ឡើងវិញទៅថាតើអ្វីប្រតិបត្តិការដែលយើងបានចុះនឹងទាំងអស់ហ្នឹងគឺវាត្រឹមត្រូវហើយឬនៅហើយបើសិនជាយើងត្រូវការអ្នកជំនាញបិទពន្ធប្រចាំឆ្នាំគឺអ្នកបិទពន្ធប្រចាំឆ្នាំហ្នឹងគាត់យកdata ព័ត៌មានហ្នឹងឯងទៅរៀបចំពន្ធប្រចាំឆ្នាំឲ្យយើងបានទៀតហើយបើសិនជាសម្រាប់សាវនករគឺយើងទៅបកគលទៅឲ្យសាវនករធ្វើសាវនកម្មចុងឆ្នាំហ្នឹងឯងអញ្ចឹងសិតតែជាចំណុចសំខាន់ដែលយើងត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំបញ្ជីប្រចាំឆ្នាំយើងឲ្យបានត្រឹមត្រូវបាទសូមអរគុណបាទ